ចាបងហេតុអីបងស្លាច់ចិត្តជ្រើសរើសយកបាកាដូដោយសារទី1ទឹកដោះគោបាកាដូមានជាដោះគោរបស់ក្រុមហ៊ុនជប៉ុនអញ្ចឹងគេសិក្សាទៅលើសុខភាពល្អហើយនឹងងាយរលាយក្នុងទឹកយើងដាក់តែបន្តិចរលាយទៅអូនឆាប់បានមកជំរាបសួរដល់ fan បាកាដូទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងអេមីម្ដងទៀតហើយតោះទៅស្ដាប់ចំណាប់អារម្មណ៍លោកប៉ាអ្នកម៉ាក់ដែលបានឈ្នះកាដូភោគកណើតចង់ដឹងថាគាត់ឈ្នះគេខ្លះហើយចង់ដឹងថាគាត់មានបទពិសោធន៍គេខ្លះសម្រាប់ការចែករំលែកតោះទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងជំរាបសួរបងខ្ញុំអមយ៉ាងណានេះឈ្នះកម្មវិធី birthday បង មានអារម្មណ៍សប្បាយចិត្តបងចាបងបងស្គាល់ប្រេតបាកាដូតាមរយៈណាដែរតាមរយៈបងប្អូនបងបាទខ្ញុំស្គាល់ប្រេនបាកាដូតាមរយៈបងប្អូនគាត់ណែនាំឲ្យប្រើនិយាយទៅស្គាល់តាម social media ដូចជា Facebook ដោយសារគ្រួសារគាត់ឃើញល្អទៅបានគាត់សម្រេចចិត្តដល់អូនមុំទៅដល់គោបាកាដូហ្នឹងណាបងតាមរយៈបងប្អូនដែលគាត់ណែនាំហើយនៅមួយតាម Facebook ដែលគាត់តាម post ចឹងណាបងចាបងហេតុអីបងស្លាច់ចិត្តជ្រើសរើសយកបាកាដូដោយសារទី1ទឹកដោះគោបាកាដូមានជាដោះគោរបស់ក្រុមហ៊ុនជប៉ុនអញ្ចឹងគេសិក្សាទៅលើសុខភាពល្អហើយនឹងងាយរលាយក្នុងទឹកយើងដាក់តែបន្តិចរលាយទៅអូនឆាប់បានមកដោយសារអូនមុំទៅមានសុខភាពល្អអត់ងាយឈឺហើយអត់មានរាគរូសឬក៏អីអញ្ចឹងណាហើយក្តៀនក៏អត់មានបញ្ហាអីដែរហើយគាត់ញ៉ាំទៅសុខភាពគាត់លូតលាស់ត្រូវស្តង់ដារល្អហើយមិនសូវទៅដល់គោគាត់ចាប់រលាយពេលដែលយើងលាយទៅបងប្រហែលវាមិនសាញ់មាត់ផងងាយស្រួលក្នុងការឆ្លងហើយអានេះมันល្អទៀតនៅពេលដែលបងប្រើប្រាស់ហើយសុខភាពអូនយ៉ាងណាដែរបងសុខភាពគាត់ល្អគីឡូកម្ពស់អីលូតលាស់តាមស្តង់ដារបងការប្រើដំបងយើងតាមដានគាត់ទៅឃើញថាការបត់ជើងល្អដូចជាអត់មានក្តៀនអត់មានរីអីទេហើយចំពោះសុខភាពគាត់គឺអត់ដែលឈឺអត់ដែលអីចំពោះសុខភាពរបស់អូនគឺគាត់អត់ដែលមានបញ្ហាដូចជាលាកពងកឬក៏បញ្ហាអ្វីផ្សេងៗអត់មានទេសុខភាពល្អហ្មងតើតើនឹងសុខភាពរបស់អូនវាលូតលាស់បានល្អហើយណាមួយគាត់អត់ទៅឈឺហើយគីឡូស្តង់ដារហើយណាមួយការលីម៉ូរបស់គាត់គឺទៀងទាត់រាល់ថ្ងៃចាបងអរគុណច្រើនបងចា